សូមស្វាគមន៍មកកាន់វីដេអូមេរៀនត្រសោទី1មេរៀនទី11នៅក្នុងមេរៀនទី11នេះខ្ញុំតពីវីដេអូទី10ដែលនៅក្នុងវីដេអូទី10ខ្ញុំបង្ហាញអនុវត្តបទជួរទី1ដល់ពេលនេះខ្ញុំបានបង្រៀនរបៀបផ្ទះដៃជួរទី2ថ្ងៃនេះខ្ញុំនឹងផ្ទះដៃតាំងពីជួរទី1រហូតដល់ជួរទី2ហើយយើងលេងបញ្ចូលគ្នាតែម្ដងបាទបើសិនជានៅពេលដែលខ្ញុំបង្ហាញហើយមានចំណុចពាក់ព័ន្ធជាមួយនឹងមេរៀនអាចទំនាក់នៅក្នុង comment ខាងក្រោមបានឬក៏តាក់ទងទៅ Telegram ទាំងក៏បានដែរខ្ញុំបានសេក្នុង caption ខាងលើអញ្ចឹងខ្ញុំសូមអានជួរទី1និងជួរទី2បាទហើយផ្ទះដៃនេះគឺយើងអនុវត្តបានទាំងពេលទៅរៀនឬក៏ពេលទៅធ្វើការពីព្រោះយើងមិនអាចកាន់ឧបករណ៍ទៅរៀនឬទៅធ្វើការបានទេទោះបីជាកាន់បានក៏យើងលេងអាការដែរអញ្ចឹងយើងមានតែអានយើងអាចគូតតុកតិចក៏បានដែរកុំឲ្យគេចាប់អារម្មណ៍ថាយើងផ្ទះដៃទៅគេចាប់អារម្មណ៍យើងរៀនច្រើនអញ្ចឹងយើងអាចសាករៀនអានឲ្យគូតតុកតិចម្នាក់ឯងអញ្ចឹងទៅបាទដល់ពេលដល់ផ្ទះចាំយើងសាកបងលេងទៅតាមពេលយើងចាំទៅយើងបានអនុវត្តការអានពេញមួយថ្ងៃហ្នឹងបាទហើយខ្ញុំដូចបញ្ជាក់អញ្ចឹងការអានហ្នឹងគឺយើងអត់ចាំបាច់ត្រូវការ30នាទីពេញទេ5នាទីទៅ5នាទី10នាទីទៅ10នាទីក៏10នាទីទៅប៉ុន្តែសម្រាប់ធ្វើមិនចូលគ្នាហ្នឹងឲ្យបាន30ទៅ40នាទីទៅហើយដល់ពេលលេងយើងអាចអនុវត្ត15ឬក៏20នាទីនៅផ្ទះខ្លួនឯងបានបាទអញ្ចឹងឥឡូវខ្ញុំសូមបង្ហាញរបៀបអានឃ្លាទី1ឃ្លាទី2អានេះ1 2 mi re do 2 mi re do 2 mi re do re mi fa sol 2បាទអញ្ចឹងចំណាតួខ្មៅមានក្បាលក្រពណ៌ខ្មៅជើងត្រង់ហ្នឹងអាហ្នឹងគឺ1វិនាទីលេងហើយយើងដកដង្ហើមមួយដូចទៅនាឡិកាអញ្ចឹងដល់ពេលទូសនវាស្មើ2វិនាទីលេងហើយយើងទៅរកលេខ2រហូតអានលេខ2រហូតទៅយើងលេងអត់ពាន់ចម្បានបាទឥឡូវខ្ញុំសូមបង្ហាញនៅលើឧបករណ៍វិញបាទ1 2 mi re do 2 mi re do 2 mi re do re mi fa sol 2បាទម្ដងទៀត1 2 mi re do 2 mi re do 2 mi re do re mi fa sol 2បាទនេះគឺជាឃ្លាទី1និងឃ្លាទី2អញ្ចឹងឥឡូវខ្ញុំប្រាប់ពីរបៀបផ្ទះដៃឃ្លាទី3ហើយនៅផ្ទះសាករៀនផ្ទះដៃតាមវីដេអូហើយសាកភ្ជាប់ពីឃ្លាទី1ទី2ទី3ចូលគ្នានៅពេលដែលសាករួចហើយសូមរងចាំទស្សនាវីដេអូទី12ខ្ញុំនឹងបង្ហាញពីរបៀបដែលយើងលេងពីជួរទី1ទី2ទី3នេះចូលគ្នាតែម្ដងបាទអញ្ចឹងនៅក្នុងឃ្លាទី3របស់យើងក៏មានតែតួខ្មៅនិងតួសដែរតួខ្មៅគឺ1វិនាទីលេងឲ្យដល់ដង្ហើមនិងតួស2វិនាទីលេងឲ្យយើងរក2បាទអញ្ចឹងខ្ញុំសូមបង្ហាញយើងមានណោតឡាស2ឡាស2អញ្ចឹងបែបនេះ1 2ឡាស2ឡាស2បាទឡាគឺខ្សែឯកកូនដៃចំណែកឯសនោះគឺខ្សែឯកដៃនាងអញ្ចឹងយើងប្រើ2ហ្នឹងបាទខ្ញុំហាញ់ដល់ទៀត1 2ឡាស2ឡាស2បាទជិះជួបគ្នានៅក្នុងវីដេអូទី12